សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងមកជួបគ្នាក្នុងការ delete column អញ្ចឹងណាយើងចង់ delete column ដែលវាអត់មាន data នៅក្នុងនឹងចោលដើម្បីយើងងាយស្រួលមើលអញ្ចឹងជាដំបូងឡើយគឺយើង select វាឲ្យអស់ទាំងអស់ហ្នឹងទៅគឺយើងចុចដល់កន្លែងកែនេះមកអ្នកទាំងអស់គ្នាអូខេបន្តមកទៀតគឺយើងចុច Ctrl G ហើយវានឹងចេញមកតារាងមកបែបនេះទៅយើងឃើញពាក្យថា special ហ្នឹងយើងចុចចូលពាក្យថា special ហ្នឹងទៅបន្តមកទៀតយើងរើសយកពាក្យថា blank នេះណាអ្នកទាំងគ្នាហើយយើងអូខេមកបន្ទាប់មកវានឹង select ទៅលើ column ណាដែលវាអត់មាន data នៅក្នុងនឹងឯងហើយបន្តមកទៀតយើងចុច control ជាមួយនឹងសញ្ញាដកវានឹងចេញមកពាក្យថា delete នេះឲ្យយើងជ្រើសរើសថាយើងចង់ delete ជាមួយនឹង column ណាឬមួយក៏ row អញ្ចឹងណាអញ្ចឹងយើង delete column មកយើងចុចអាកន្លែង entire column នេះមកហើយយើងចុចពាក្យថាអូខេមកនោះវានឹង delete អា column ដែលយើងអត់មាន data ហ្នឹងដែលយើងចង់ delete វាអញ្ចឹងណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នេះទេជួបគ្នានៅវីដេអូក្រោយទៀតបាយ